បាទរ៉ូឌីហ្គោម្សិលមិញនេះជំនួបជាមួយនឹងកូរ៉េដាក់បានពីគ្រាប់អូយល្អដូចផ្កាឆ្ងល់មែនតើខ្ញុំឆ្ងល់ហួសចិត្តលោកសាក់ប៊ីអាឡង់សូអត់ប្រើប្រាស់គាត់ក្នុងជំរឿសរបស់រៀលម៉ាឌ្រីតតែទៅទុកគាត់ចោលឲ្យនៅបំរុងគឺពេលវេលាគឺសម្រាប់គាត់ចូលលេងបានតិចមែនតើនៅរៀលម៉ាឌ្រីតប៉ុន្តែគាត់ល្អមែនតើអត់មានធ្លាក់ជើងអីទេប៉ុន្តែមិនដឹងមិនថាលោកសាក់ប៊ីអាឡង់សូទុកគាត់ចោលសុកចិត្តប្រើប្រាស់ពួកអ្នកថ្មីហើយយប់មិញនេះគឺគាត់សុតចូលពីគ្រាប់ជួយឲ្យជំនឿជាតិប្រេស៊ីលស៊ីកូរ៉េឡើង5-0គាត់នៅតែជាជំរឿសរបស់តាកាឡូសអេនសូឡូទីគាត់នៅតែប្រើរ៉ូទីហ្គោគឺមែនតែនទៅគាត់នៅតែល្អមែនតែនរ៉ូទីហ្គោល្អខ្លាំងណាស់យប់មិញនេះសឹងមិនជឿទម្រង់របស់គាត់អត់មានធ្លាក់ទេ